ខ្មែរស្លៀកក្បិនចិនស្លៀកខោឡាញ់ខ្មែរស្លៀកក្បិនចិនស្លៀកខោឡាញ់ជាបុរាណភាសាដែលឆ្លុះបញ្ចាំងអំពីរូបភាពរបស់ចាស់ទុំខ្មែរជាន់ដើមដែលរស់នៅក្នុងសង្គមមួយសម្បូរទៅដោយសុខដុមរមនាចម្រុះជាតិសាសន៍និងប្រកបដោយការគោរពតម្លៃវប្បធម៌គ្នាទៅវិញទៅមកតាមរយៈបុរាណភាសានេះដែរដូនតាខ្មែរចង់រំលឹកឲ្យកូនចៅជាន់ក្រោយឲ្យបានចងចាំនៅឫសគល់នៃសម្លៀកបំពាក់របស់ជាតិដែលជាអត្តសញ្ញាណដ៏វិសេសវិសាលរបស់ខ្លួនក្នុងចំណោមជាតិសាសន៍ដទៃមិនត្រឹមតែប៉ុណ្ណោះវាក៏បានបង្ហាញអំពីការយល់ឃើញរបស់មនុស្សខ្មែរចំពោះភាពចម្រុះនៃវប្បធម៌ក្នុងសង្គមដោយចាត់ទុកថាការស្លៀកពាក់ខុសគ្នាគឺជារឿងធម្មតានិងជាសញ្ញាសម្គាល់របស់ក្រុមមនុស្សរៀងៗខ្លួនសម្ពុតចងក្បិនគឺជាកេរមរតកគ្រឿងស្លៀកពាក់ដ៏យូរលង់របស់ជនជាតិខ្មែរដែលទំនៀមនេះខ្មែរបានទទួលឥទ្ធិពលមកពីប្រទេសឥណ្ឌាតាំងតែពីមុនសម័យអង្គរមកម្ល៉េះការចុកក្បិនឬចងក្បិនកើតចេញអំពីការយកសំពត់វែងមកស្លៀកនិងរមូរចុងសំពត់ខាងមុខបញ្ចូលគ្នារួចទើបគេរុញទៅក្រោយសោកក្នុងចង្កេះប្រពៃណីចុកក្បិននេះមិនត្រឹមតែបានផ្ដល់នូវភាពរហ័សរហួនចំពោះជនជាតិខ្មែរនោះទេចំពោះសោភ័ណភាពនៃការស្លៀកពាក់វិញគឺវាមានលក្ខណៈសមសួននិងថ្លៃថ្នូរជាអនេកនៅក្នុងសម័យបុរាណសាច់ឬប្រភេទសំពត់ក្បិនប្រៀបបានទៅនឹងគ្រឿងសម្គាល់យសស័ក្តិរបស់មនុស្សខ្មែរនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនរាស្ត្រទូទៅគេនិយមប្រើសំពត់ផាឌិបលាតឬក៏សំពត់ខៀនទៅតាមលទ្ធភាពរៀងៗខ្លួនសម្រាប់លួងក្រុមព្រះញាតិឬក្រុមអិសរមន្ត្រីខ្ញុំព្រះរាជការតូចធំទាំងឡាយច្រើនតែប្រើផាមួងទេសឯកឬក៏ហូលដែលមានរំលេចជាគោមផ្កាមានចរជើងឬចាប់ជាផ្នត់ក៏សឹងតែមានទំនៀមនៃការស្លៀកក្បិននេះវាបានបង្ហាញអំពីភាពថ្លៃថ្នូរនិងការគោរពតាមបែបបទប្រពៃណីរបស់ជនជាតិខ្មែរចំណែកឯឃ្លាដែលថាចិនស្លៀកខោឡាញ់នោះវិញពិតណាស់នោះគឺជានិមិត្តរូបនៃភាពសាមញ្ញនិងការរកស៊ីរបស់ជនជាតិចិនដែលរស់នៅក្នុងនគរខ្មែរខោឡាញ់ឬខោចែវជាខោដែលមានជើងធំធំរលុងខ្លីត្រឹមជង្គង់ឬវែងដល់កជើងនិងមានចង្កេះធំដែលគេប្រើវិធីបត់សោកបញ្ចូលគ្នាឬប្រើខ្សែសម្រាប់ចងខោនេះរចនាឡើងដើម្បីមានភាពងាយស្រួលក្នុងការធ្វើចលនាមិនស្អិតជាប់ខ្លួននិងត្រជាក់ក្នុងសង្គមខ្មែរបុរាណជនជាតិចិនដែលចំណាក់ស្រុកមកកាន់នគរខ្មែរភាគច្រើនជាអ្នកជំនួញកម្មករឬអ្នកលក់ដូរការស្លៀកពាក់ខោឡាញ់បានបង្ហាញអំពីភាពប៉ិនប្រសប់ក្នុងការរស់នៅភាពសាមញ្ញនិងការត្រៀមខ្លួនជានិច្ចសម្រាប់ការងារធ្ងន់ឬការធ្វើជំនួញដែលត្រូវធ្វើចលនាច្រើនវាគឺជានិមិត្តរូបដែលបានបង្ហាញអំពីភាពរហ័សរហួនសន្សំសំចៃនិងការផ្ដោតលើមុខរបរចិញ្ចឹមជីវិតជាជាងភាពចិត្តចង់ខ្លាំងនៅលើសោភ័ណភាពខាងក្រៅបុរាណប្រយោគនេះវាបានបង្កប់នូវខ្លឹមសារអប់រំនិងការសង្កេតរបស់ចាស់ទុំខ្មែរដែលចង់បង្រៀនកូនចៅឲ្យបានស្គាល់អំពីអត្តសញ្ញាណរបស់ខ្លួនឲ្យបានច្បាស់ដោយជនជាតិខ្មែរមានរបៀបរបបរស់នៅជារបស់ខ្មែររីឯជនជាតិចិនមានរបៀបបែបបទរស់នៅតាមបែបជនជាតិចិនបើទោះបីជាជាតិសាសន៍ទាំងពីររស់នៅលាយឡោកឡំគ្នាក៏ដោយក៏នៅតែរក្សាបាននៅចំណុចពិសេសរៀងៗខ្លួនចំណែកឯនៅក្នុងបរិបទប្រវត្តិសាស្ត្រឃ្លាទាំងពីរនេះចង់បង្ហាញថាជនជាតិខ្មែរដែលជាម្ចាស់ស្រុករស់នៅនិយមភាពរៀបរយតាមបែបបទរដ្ឋបាលនិងប្រពៃណីចំណែកជនជាតិចិនដែលជាអ្នកចំណូលមករស់នៅថ្មីនិយមខាងផ្នែកពាណិជ្ជកម្មនិងសិប្បកម្មរស់នៅតាមបែបបទជាជនជាតិចិននិងស្លៀកពាក់ងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ